Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SPC ទូទីបៀចាថ្ងៃនេះគឺខ្ញុំមកនាំអ្នកទាំងអស់គ្នាមើលថាគេក្បត់អ្នកឬទេណាយើងមកមើលពីមនុស្សដែលយើងចង់ដឹងណាពីមនុស្សដែលយើងចង់ដឹងដៃគូរបស់យើងប្តីប្រពន្ធរបស់យើងឬក៏សង្សាររបស់យើងអ្នកដែលយើងទុកចិត្តណាយើងមកមើលថាតើគេក្បត់យើងដែរឬទេណាចាគេក្បត់យើងអត់ចឹងដើម្បីឲ្យយើងមើលឈុតគឺអ្នកទាំងអស់គ្នាធ្វើចិត្តឲ្យស្ងប់ហើយសម្លឹងកាត់ដល់អក្សរមួយនៅក្នុងចំណោមអក្សរទាំង3បើសិនជាយើងឃើញអក្សរណាមួយបានន័យថាយើងត្រូវមើលក្រុមហ្នឹងតែបើយើងឃើញ2គឺយើងត្រូវមើល2ក្រុមណាចាអញ្ចឹងយើងតាំងចិត្តឲ្យស្ងប់ហើយអធិដ្ឋានជ្រើសបៀមួយសន្លឹកណាសង្ឃឹមថាអ្នកទាំងអស់គ្នាជ្រើសបានហើយណាអញ្ចឹងឥឡូវគឺអ្នកគ្រូសុំបើកបៀចានេះគឺជាស្លឹកបៀដែលអ្នកទាំងអស់គ្នាបានជ្រើសណាក្រុមទី1ក្រុមអក្សរ K គឺយើងបានស្លឹក Ten of Cups និងក្រុមទី2ក្រុមអក្សរ L គឺយើងបាន The Chariot ណាចាហើយនឹងក្រុមទី3ក្រុមអក្សរ M គឺយើងបាន The Foolចាអញ្ចឹងឥឡូវយើងមកមើលថាតើក្រុមមួយមានអត្ថន័យយ៉ាងម៉េចណាចាអញ្ចឹងអ្នកគ្រូមើលឲ្យក្រុមទី1មុនគឺក្រុមអក្សរ K ចាអញ្ចឹងចម្លើយសម្រាប់ក្រុមទី1ក្រុមដែលអ្នកចូលចាប់ក្រុមទី1ក្រុមអក្សរ K ណាសំណួររបស់យើងសួរថាគេក្បត់អ្នកឬទេនៅក្នុងនេះអ្នកគ្រូមើលឃើញថាគេអត់ក្បត់អ្នកទេណាគេអត់ក្បត់អ្នកទេចាព្រោះមើលទៅឃើញលេខគ្រួសារឃើញលេខក្តីសម័យរបស់គេគឺនៅតែមានដាក់ជាប់ក្នុងអារម្មណ៍របស់គេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចូលចាប់ក្រុមទី1ហើយមានអារម្មណ៍ថាអត់ទាន់សមប្រកបអត់ទាន់ឃើញផលឬក៏ថាគេស្ងាត់គេអីគឺអ្នកទាំងអស់គ្នាត្រូវដឹងថាចាគេអត់ក្បត់យើងទេណាចាបើសិនជាគេអត់ទាន់មកឬក៏ថាគេស្ងាត់ឬក៏គេមិនមាត់មិនកអីគឺមានន័យថាមនុស្សនេះមានគោលដៅព្រោះគេចង់មានគ្រប់យ៉ាងដែលជារបស់ខ្លួនឯងឬថាចង់មានគ្រប់យ៉ាងដែលកើតឡើងពីកម្លាំងញើសឈាមខ្លួនឯងណាមនុស្សនេះគឺជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងទៅលើទ្រព្យសម្បត្តិបើសិនជាយើងអ្នកមានគូប្តីប្រពន្ធហើយចូលមកមើលបៀណាហើយយើងចង់ដឹងថាប្តីយើងក្បត់យើងអត់ប្រពន្ធយើងក្បត់យើងអត់គូមិនដឹងយើងក្បត់យើងអត់សង្សារយើងក្បត់យើងអត់ណាគឺគេអត់ក្បត់ទេចាប៉ុន្តែមនុស្សនេះមានមហិច្ឆតាធំចាគេមានមហិច្ឆតាធំរឿងតាក់ទងនឹងទ្រព្យសម្បត្តិណាគេចង់មានជីវិតគូបែបគ្រួសារមួយដែលមានទ្រព្យសម្បត្តិបបោពោពាសចាមានកូនមានចៅដែលរស់នៅពោពេញទៅដោយសេចក្តីសុខមនុស្សនេះជាប្រភេទមនុស្សដែលsweet ណាជាមនុស្សរបៀប romantic គឺគាត់មានអំណួតលើសមត្ថភាពខ្លួនឯងគាត់ចង់ឲ្យគ្រប់គ្នាដឹងថាគាត់មានសមត្ថភាពដឹកនាំក្រុមគ្រួសារពោពេញទៅដោយទ្រព្យសម្បត្តិពេញលេញមិនឲ្យខ្វះខាតទេណាអញ្ចឹងបើសិនជាយើងជាសង្សារគ្នាអត់តាន់ឃើញគាត់100នាក់អីចឹងណាគឺបើចង់ដឹងថាចិត្តគាត់ក្បត់យើងអត់គាត់អត់ក្បត់ទេចាគាត់អត់ក្បត់ទេតែគាត់កំពុងតែរកទ្រព្យសម្បត្តិព្រោះគាត់អត់ចង់មកទាំងបាតដៃទទេឬថាមកទាំងខ្វះខាតទេណាឬនេះបែបហ្នឹងតែបើសិនជាយើងមានប្តីប្រពន្ធហើយមានប្តីមានប្រពន្ធចូលមកមើលបៀននេះណាគាត់អត់ក្បត់យើងដូចគ្នាណាប្រការដែលគាត់មិនមាត់មិនកអីផ្សេងឬថាធ្វើទង្វើណាមួយឲ្យយើងពិបាកចិត្តឬឲ្យយើងកាត់ច្រើនសង្ស័យពីគាត់ចេះមួយចេះពីរហ្នឹងអ្នកទាំងអស់គ្នាចូលដឹងថាគឺគាត់កំពុងតែត្រេះរិះគិតពិចារណារឿងលុយកាក់ហ្នឹងហើយប៉ុន្តែมันមានអ្នកណាដែលច្បាស់លាស់ដែលគាត់ត្រូវក្បត់អ្នកទេអត់ទេណាចាអ្នកគ្រូមើលនៅក្នុងនេះឃើញថាអត់ក្បត់ទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថានៅក្នុងនេះអ្នកគ្រូមើលទៅឃើញថាអ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ននឹងសកម្មភាពខ្លួនឯងចាបើសិនមនុស្សនេះប្រកែចាប់កំហុសគាត់អត់ក្បត់យើងទេប៉ុន្តែគាត់ប្រកែចាប់កំហុសបើសិនជាគាត់ចាប់កំហុសថាយើងមានវត្តមាន
បើរឿងអតីតកាលអត់និយាយទេប៉ុន្តែបើរឿងបច្ចុប្បន្នដូចថាយើងញញ៉ៃជាមួយប្រុសផ្សេងឬញញ៉ៃជាមួយស្រីផ្សេងគាត់នឹងក៏ឆាប់នឿយណាយចិត្តហើយក៏ចិត្តដាច់ដូចគ្នាណាអ្នកគ្រូឃើញថាបើយើងនៅតែស្មោះត្រង់ជាមួយគាត់នៅតែល្អមួយគាត់មនុស្សដែលយើងកាត់ដល់ហ្នឹងក៏អត់ក្បត់យើងដែរចាប៉ុន្តែគេជាមនុស្សចិត្តដាច់បើយើងធ្វើមិនល្អគេក៏តបស្នងដូចគ្នាព្រោះអ្នកគ្រូឃើញថាមានកូនកំឡោះកូនកំមុំឈោដឹកដៃគ្នាណាមានបាច់ផ្កាតែបើសិនតែខាងស្រីផ្ដេសផ្ដាស់ខាងប្រុសផ្ដេសផ្ដាស់គឺបានន័យថាមានវត្តមាននៅក្នុងការចាក់ចែងដូចគ្នាណាចាអញ្ចឹងបានន័យថាគាត់ចិត្តដាច់បានន័យថាអំពើរបស់យើងធ្វើមិនគឺយើងបានផលអញ្ចឹងចាអញ្ចឹងនៅក្នុងនេះបើសិនតែយើងល្អស្មោះត្រង់កាន់ដៃគ្នាឲ្យជាប់រងចាំបាច់ផ្កាថ្មីរងចាំកូនចៅថ្មីចូលមកនៅជាសមាជិកក្រុមគ្រួសារយើងមនុស្សដែលយើងកាត់ដល់នោះអត់បានបែកឆ្វេងពីយើងទេណាអត់បានបែកឆ្វេងចេញពីយើងទេចាគេនៅតែកាត់ដល់យើងហើយទោះបីជាក្នុងនេះអ្នកគ្រូមើលឃើញថាគេក៏មានការសប្បាយខ្លះដែរតើតើនឹងការជួបជុំចាតើតើនឹងការជួបជុំគេមានណាគេមានសប្បាយប៉ុន្តែបើសួរថាគេភ្លេចយើងអត់គេអត់ភ្លេចទេយើងប្រៀបដូចជាចំណងសម្រាប់គេអញ្ចឹងណាចាបានន័យថាពេលថ្ងៃអាចថាគេសប្បាយភ្លើតភ្លើនជាមួយមិត្តភ័ក្តិឬក៏ថាទាំងស្រីទាំងប្រុសបានន័យថាយើងមកមានញឹកឬក៏ថាយើងមានធរៈរវល់កិច្ចការអីផ្សេងមានការជួបជុំអីពេលថ្ងៃមិនសូវជាគិតដល់ទេប៉ុន្តែយប់មនុស្សនេះគឺគិតដល់យើងភាកច្រើននៅពេលយប់ចានៅពេលយប់ណាហើយយើងដូចជាចំណងសម្រាប់គាត់អញ្ចឹងដែរបានន័យថាទោះបីជាគាត់ចង់ដោះដៃចេញចង់អីក៏ដោះដៃចេញឲ្យកើតវាប្រៀបដូចជាវាក់ចងរឹតអ្នកទាំងពីរមិនអាចឲ្យឃ្លាតឆ្ងាយពីគ្នាបានណាហ្នឹងហើយប្រៀបដូចជាចង្វាក់ប្រៀបដូចជាបានន័យថាកម្មដែលទាញអាចថាកម្មក៏ថាបានអាចថាបុណ្យក៏ថាបានណាហ្នឹងហើយទាញអ្នកទាំងពីរផ្សារភ្ជាប់គ្នាចងឆ្វាក់ជាប់គ្នាមិនឲ្យអ្នកណាងាកចេញទៅណាទេណាយើងក៏ដូចគ្នាដែរប៉ុន្តែអ្នកគ្រូមើលទៅឃើញថាអារម្មណ៍អ្នកទាំងពីរគឺដូចគ្នាណាហ្នឹងហើយអារម្មណ៍អ្នកទាំងពីរគឺដូចគ្នាមិនដូចគ្នាត្រង់ថាកាលណាចិត្តយើងគិតដល់គាត់ក៏គិតដល់យើងដូចគ្នាតែគ្រាន់តែថាយើងគិតខ្លួនឯងថាយើងមានធរៈប៉ុណ្ណាគាត់ក៏មានធរៈប៉ុណ្ណឹងដូចគ្នាណាចាគឺបែបហ្នឹងហើយភាគច្រើនគិតដល់គ្នាពេលយប់ច្រើនជាងពេលថ្ងៃចាព្រោះអ្នកគ្រូមើលទៅឃើញថាពេលថ្ងៃអត់សូវគិតនឹកនាអីទេព្រោះរវល់នឹងកិច្ចការផ្សេងនឹងធរៈចាំបាច់រៀងខ្លួនតែពេលយប់កាលណាគិតដល់គ្នាចាទោះបីជាមានការហូបចុកជុំគ្នាអីសប្បាយជួបជុំមិត្តភក្តិអីក៏នៅតែនឹកកាត់ដល់គ្នាដែរណាចាมันអាចឃ្លាតចេញទេហើយនៅក្នុងហ្នឹងដែរអ្នកគ្រូឃើញថាបច្ចុប្បន្ននេះបើសួរថាគេក្បត់យើងអត់គេអត់ក្បត់ទេណាបើទោះជាអ្នកទាំងពីរស្ថិតនៅក្នុងជីវភាពបែបណាក៏ដោយអ្នកគ្រូឃើញថាជីវភាពសពថ្ងៃរបស់អ្នកចូលមើលក្រុមទី1គឺក្រុមអសរខេជីវភាពយើងមិនប្រសើរទេណាអ្នកខ្លះអាចថាអត់ស្រួលទេនៅក្នុងខ្លួនគាត់ណាក៏អត់ស្រួលខ្លួនទេអ្នកខ្លះអាចជាឈឺតែម្ដងមិនត្រឹមតែអត់ស្រួលទេគឺឈឺតែម្ដងណាហ្នឹងហើយអ្នកខ្លះកំពុងតែខ្វះខាតតកតងនឹងរឿងលុយកាក់ចាដោយសារយើងមើលនេះគឺយើងមើលទូទៅមើលចំពោះមនុស្សគ្នាច្រើនអញ្ចឹងមានអ្នកខ្លះឈឺអ្នកខ្លះអត់ស្រួលខ្លួនអាចថាធិងថងរោតនឹកថាឈឺអីមួយឲ្យប្រកាសមិនឃើញចាហើយអ្នកខ្លះទៀតអាចថាមានបញ្ហាតកតងនឹងសេដ្ឋកិច្ចចាតកតងនឹងរឿងលុយកាក់មានវិបត្តិក្នុងក្រុមគ្រួសារណាចាហើយគេតែងតែមានបានន័យថាចិត្តរបស់គេនៅជាប់ជំពាក់នឹងយើងណាវាអត់បានទៅណាចេញពីគ្នាចាដោយថាយើងមានបញ្ហាយើងឈឺស្កាត់យើងខ្វះខាតរឿងលុយកាក់ចិត្តគាត់នៅជាមួយយើងគាត់អត់បានក្បត់អ្នកទេណាអត់ក្បត់ទេចាហើយទោះបីជាលំបាកប៉ុណ្ណាក៏ដោយមនុស្សដែលយើងគិតដល់នេះមិនថាប្តីថាប្រពន្ធសង្សារឬគូដណ្ដឹងទេណាចាឬក៏ថាយើងជាក្រាស់ជាមួយគ្នាមើលកំពុងមើលចិត្តគ្នាណាមិនតាន់សារភាពប្រាប់គ្នាអីចឹងគឺគេអត់បានក្បត់យើងទេចាគេក្បត់យើងទេហើយគេសម័យថាថ្ងៃណាមួយ
គេនឹងបានរៀបការជាមួយអ្នកចាគេខ្លាយទៅជាកូនកំឡោះយើងខ្លាយទៅជាកូនកំមុំដែលមានទ្រព្យសម្បត្តិមានអំណាចមានទាំងក្តីស្រឡាញ់នៅក្នុងពីមនុស្សជុំវិញខ្លួនណាចាគឺគេសម័យថាគេនឹងខ្លាយទៅជាកូនកំឡោះកូនកំមុំចាគេនឹងយើងនឹងខ្លាយជាកូនកំឡោះកូនកំមុំដែលមានគ្រប់យ៉ាងនៅក្នុងដៃណាចាមានទាំងការងារចាមានទាំងលុយកាក់ហើយនៅក្នុងនឹងអ្នកគ្រូឃើញថាមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាគិតដល់ហ្នឹងគាត់ស្រឡាញ់ភាពស្អាតចាគាត់ស្រឡាញ់ភាពស្អាតគាត់ចង់ឲ្យខ្លួនគាត់ខ្លាយជាបុរសដែលក្លាហានដែលស្អាតដែលសង្ហាដែលមានលុយមានអំណាចណាហើយស្ត្រីដែលគាត់គិតដល់ឬក៏បុរសដែលគាត់គិតដល់ក៏ដូចគ្នាដែរគឺចង់ឲ្យស្អាតចាចង់ឲ្យស្អាតមានលុយមានអំណាចមានឋានៈចាគឺគាត់សម័យបែបហ្នឹងណាចាអញ្ចឹងលេខនៅក្នុងនេះអ្នកគ្រូមើលឃើញថាគាត់អត់មានក្បត់អ្នកទេអត់មានក្បត់ទេមនុស្សនេះស៊ូអត់ស៊ូឃ្លានស៊ូក្រស៊ូលំបាកទៅជាមួយគ្នាគេអត់ក្បត់យើងទេហើយចង់ក្បត់ក៏ក្បត់អត់កើតចាដោយថាវាជាគូរបស់យើងហើយណាជាគូរបស់យើងហើយក្បត់អត់កើតទេក្បត់អត់កើតយើងណាក៏ក្បត់គេអត់កើតដែរសាកកាត់ខ្លួនឯងថាបើសិនតែយើងចង់ក្បត់គេសួរថាចិត្តយើងដាច់ពីគេអត់ចិត្តអត់ដាច់ពីគេទេណាចូលអ្នកចូលចាប់ក្រុមទី1ក្រុមអសរខេយើងចិត្តអត់ដាច់ពីគេទេគេក៏ដូចគ្នាចិត្តអត់ដាច់ពីយើងដូចមានចង្វាក់ចងរិតអ្នកទាំងពីរអាចថាកម្មកថាបានបុណ្យកថាបានណាចាអញ្ចឹងនៅក្នុងនេះអ្នកគ្រូណែនាំសម្រាប់ឲ្យអ្នកទាំងអស់គ្នាមានចិត្តគិតដោះស្រាយបញ្ហាមួយហ្នឹងណាចាទី1គឺអ្នកទាំងអស់គ្នាបើសិនជាមានបញ្ហាអីធ្វើអ្នកទាំងអស់គ្នាអត់សុបាយចិត្តណាគឺអ្នកទាំងអស់គ្នាត្រូវព្យាយាមដោះស្រាយបញ្ហាហ្នឹងសន្សំត្រូវដឹងថាមនុស្សដែលយើងគិតដល់នោះគឺកំពុងតែដោះស្រាយបញ្ហាជាមួយយើងហើយបើសិនមានរឿងអីយើងនិយាយល្អជាមួយគាត់ឲ្យគាត់ចូលមកជួយដោះស្រាយជាមួយយើងចំពោះមុខគឺគាត់អូខេគាត់មកជួយណាគាត់មកជួយឃើញថាលេខគាត់មកជួយយើងបានចាឲ្យតែយើងនិយាយត្រូវចំណុចគឺគាត់មកជួយយើងបានចាធ្វើម៉េចឲ្យគាត់មានអារម្មណ៍ថាយើងគិតដល់គាត់ល្អចំពោះគាត់ដូចអ្វីដែលដូចអារម្មណ៍របស់គាត់ដែលមានចំពោះយើងណាឲ្យអារម្មណ៍មូលជាមួយគ្នាចាគិតដូចគ្នាបើយើងមានបញ្ហាអីមិនថារឿងលុយកាក់ចាឬរឿងជំងឺដំកាត់ឬវិបត្តិបញ្ហាផ្សេងៗទេយើងនិយាយមួយគាត់មកជួយហើយគាត់មានសមត្ថភាពក្នុងការជួយយើងណាគាត់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាហ្នឹងម្ដងមួយរហូតដល់ចាប់ដើមជាមួយយើងហើយអ្នកគ្រូចង់ប្រាប់ថាអ្នកទាំងពីរគឺជាគូនឹងគ្នាហើយណាមនុស្សដែលយើងគិតដល់ហ្នឹងគឺជាគូនឹងគ្នាប៉ុន្តែគ្រាន់តែថាពេលខ្លះចារឿងខ្លះអ្នកទាំងពីរដូចថាងងឹតងងុលណាគិតអត់ចេញចាគិតអត់ចេញពេលខ្លះយើងនិយាយទៅថាយើងខ្វាក់ភ្នែកចាយើងគិតអត់ឃើញយើងមើលអត់ដឹងឬយើងអត់ដឹងថាគាត់ជាគូឬក៏ថាយើងមើលអត់ដឹងពីសមត្ថភាពរបស់គាត់មើលអត់ដឹងមើលអត់ធ្លុះពីចិត្តគាត់ចានិយាយអត់តាន់ត្រូវចំណុចគាត់ចាទើបគាត់មិនមកជួយអ្នកណាអាហ្នឹងបានន័យថាយើងខ្វាក់ភ្នែកមើលអត់ដឹងមើលអត់ឃើញណាចាប៉ុន្តែនេះសំណាងដែលយើងមកមើលបៀពេលយើងមកមើលបៀបានន័យថាយើងដឹងហើយយើងព្យាយាមមើលចិត្តរបស់គាត់ថាគាត់ចូលចិត្តបែបណាដើម្បីឲ្យយើងនិយាយទៅត្រូវចិត្តគាត់ឲ្យគាត់សប្បាយចិត្តឲ្យគាត់មកចូលមកជួយអ្នកទាំងអស់គ្នាមកដោះស្រាយបញ្ហារួមគ្នាណាចានេះគឺជាសារណែនាំសម្រាប់អ្នកគ្រូផ្ញើទៅអ្នកដែលចូលមើលបៀម្នាក់គ្រូនៅក្នុងក្រុមទី1ក្រុមអសរខេណាសារណែនាំដែលអ្នកគ្រូផ្ញើទៅគឺទី1និយាយរកចំណុចឲ្យឃើញថាគាត់ចូលចិត្តអីហើយនិយាយទៅកាន់គាត់ឲ្យគាត់ចូលរួមដោះស្រាយគឺគាត់ពិតជាមានសមត្ថភាពដោះស្រាយទី2ឲ្យដឹងថាយើងនឹងគាត់ជាគូនឹងគ្នាចាហើយទី3ចាបើកចិត្តឲ្យទូលាយហើយមើលឲ្យឃើញអំពើល្អរបស់គាត់ឬក៏មើលឲ្យឃើញពីសមត្ថភាពរបស់គាត់ចាកុំឲ្យយើងងងឹតងងុលណាហ្នឹងហើយពេលខ្លះយើងមើលអត់ឃើញទេគាត់ក៏ដូចគ្នាមានពេលដូចគ្នាប៉ុន្តែអាហ្នឹងបើន័យថាវាដោយរាសីឡើងចោះពេលខ្លះរាសីឡើងយើងភ្លឺថ្លាចិត្តអារម្មណ៍ស្រស់ស្រាយអញ្ចឹងតែពេលខ្លះទៀតក៏ធ្វើឲ្យយើងងងឹតងងុលគាត់អត់ចាញ់អញ្ចឹងហ្នឹងហើយអញ្ចឹងសម្រាប់អ្នកចាប់ក្រុមទី1អ្នកគ្រូសង្ឃឹមថាអ្នកទាំង
ở cái này đừng vô hayสบายចិត្តឡើងវិញថាគាត់អត់ក្បត់យើងទេណាចាអញ្ចឹងអ្នកគ្រូមើលប៉ុណ្ណឹងសម្រាប់អ្នកចាប់ក្រុមទី1អ្នកគ្រូនឹងចូលដល់ក្រុមទី2ចាសម្រាប់អ្នកចាប់ក្រុមទី2ណា Descherot ក្រុមទី2ក្រុមអក្សរ L Descherot យើងយ៉ាងណាខ្លះណាចាគេក្បត់យើងអត់ចាក្រុមទី2ណា Descherot អ្នកគ្រូមើលទៅឃើញថាយើងរវាងអ្នកទាំងពីរមនុស្សដែលយើងគិតដល់អាចជាប្តីយើងប្រពន្ធយើងសង្សាររបស់យើងឬក៏មនុស្សដែលយើងលួចគិតដល់គាត់ណាដែលយើងហៅថាក្រាស់ឬជាសង្សារនឹងគ្នាអីមនុស្សដែលយើងគិតដល់ហ្នឹងយើងសួរថាគេក្បត់យើងអត់ចាអ្នកគ្រូមើលឃើញថាយើងអាចជាប្រើអំណាចពេកណាហ្នឹងហើយយើងអាចជាប្រើអំណាចពេកហើយមករយៈហ្នឹងណាចាប្រើអំណាចពេកហើយបើសិនជាគេក្បត់សួរថាគេក្បត់យើងអត់អ្នកគ្រូឃើញថាគេអត់ក្បត់យើងទេប៉ុន្តែដល់ពេលដែលយើងប្រើអំណាចទៅលើគេពេកធ្វើឲ្យគេហ្នឹងមានអារម្មណ៍ថាខ្លួនឯងហ្នឹងដូចថាពងប្រឆាំងគ្នាចាកំពុងប្រឆាំងគ្នាមករយៈនេះអ្នកចាប់ក្រុមទី2ក្រុមអក្សរ L ដូចថាយើងមានរឿងអីមួយកើតទុកមិនសុខចិត្តហើយយើងប្រើអំណាចទៅលើគេឬក៏គេហ្នឹងប្រើអំណាចមកលើយើងអញ្ចឹងដៃគូមកខាងទៀតគាត់រៀងសង្ហាចិត្តឬគាត់រៀងអន់ចិត្តប៉ុន្តែមិនតាន់ឃើញថាគាត់មកតបតជាមួយយើងទេអត់ទេចាតែមករយៈនេះយើងគេហៅថាយើងរៀងប្រើអំណាចចំពោះគាត់ណាការនិយាយស្ដីអីដូចថានិយាយទៅចាប់ចំណុចចាប់បេះដូងរបស់គាត់ឲ្យនឹងថ្កល់ណាมันអាចរើរួចទេចាសម្ដីរបស់យើងដូចថាមុតចាក់គាត់មិនឲ្យរើរួចចាមករយៈហ្នឹងគឺបែបហ្នឹងហើយយើងប្រុងខ្លួនជានិច្ចប៉ុន្តែបើសួរថាគាត់ក្បត់យើងអត់គាត់អត់ក្បត់ទេប៉ុន្តែគាត់កំពុងតែរកផ្លូវដើរដោយខ្លួនឯងចារកផ្លូវដើរដោយខ្លួនឯងដើម្បីគេហៅថាត្រៀមខ្លួននៅក្នុងការបើថាមានបញ្ហាអីគាត់មានលទ្ធភាពចិញ្ចឹមខ្លួនឯងបានណាហ្នឹងហើយគាត់ក៏អត់ចង់ឲ្យយើងគៀបសង្កត់លើផ្លូវចិត្តរបស់គាត់ដែរគាត់ចង់ឲ្យយើងហ្នឹងស្ងើចសរសើរពីសមត្ថភាពរបស់គាត់ណាហ្នឹងហើយថាគាត់ក៏ខ្លាំងដែរចាគាត់ក៏ខ្លាំងដែរគាត់ក៏មានសមត្ថភាពដូចយើងដែរណាមករយៈនេះគឺបែបហ្នឹងប៉ុន្តែបើសួរថាគាត់ក្បត់អត់គាត់មានបំណងអាក្រក់លើអ្នកចង់ប្រឆាំងមួយអ្នកអត់ទេមនុស្សនេះអត់ប្រឆាំងទេអត់ប្រឆាំងទេតែគ្រាន់តែថាគេចង់រកផ្លូវដើរមួយដើម្បីឲ្យយើងនឹងស្ងើចសរសើរគេកុំឲ្យយើងនឹងចាក់ដោតគេកុំឲ្យយើងនឹងគៀបសង្កត់គេតែប៉ុណ្ណឹងណាព្រោះថាមើលទៅឃើញថាគេមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបើសិនជានិយាយរឿងលុយកាក់វិញគេក៏មានសមត្ថភាពរកលុយកាក់ចាមិនមែនរកតែមួយផ្លូវទេគឺគេមានសមត្ថភាពរកផ្លូវនេះផ្លូវនោះគេក៏ជាមនុស្សដែលបកកែច្នៃប្រឌិតបកកែរនឹកបកកែគិតបកកែគេហៅថាស្រាវជ្រាវរុករកគឺគេក៏បកកែដូចគ្នាណាហ្នឹងហើយតែគាត់ថាគេអត់តាន់មានឱកាសឬក៏ថាគេអត់តាន់ដើរដល់ជំហានមួយជោគជ័យដូចអ្នកណាអ្នកមើលទៅរវាងយើងនិងមនុស្សដែលយើងគិតដល់ណាពីរអ្នកហ្នឹងគឺមានម្នាក់ជោគជ័យតែម្នាក់ទៀតអត់សូវជោគជ័យចាអត់សូវជោគជ័យឬគេហៅថាអត់តាន់ជោគជ័យចាយើងនឹងគេគឺមានម្នាក់ចាដោយសារយើងមើលរួមណាតែអញ្ចឹងទៅអ្នកគ្រូមើលទៅឃើញថារវាងយើងនឹងគេគឺមានម្នាក់ដែលជោគជ័យខ្លាំងជាងអ្នកទៀតអត់សូវជោគជ័យទេណារវាងយើងនឹងគេហ្នឹងណាហើយសម្ដីរបស់អ្នកទាំងពីរគឺមានម្នាក់ចាក់ដោតទៅម្នាក់ទៀតប៉ុន្តែគេមិនក្បត់អ្នកទេប៉ុន្តែគេចង់ឲ្យអ្នកមើលឃើញថាគេក៏មានសមត្ថភាពគេក៏ខ្លាំងណាគេក៏ខ្លាំងភាគច្រើនគឺអ្នកគ្រូសំដៅទៅលើមនុស្សប្រុសចាសំដៅទៅលើមនុស្សប្រុសហ្នឹងគាត់ចង់និយាយថាគាត់អត់ប្រឆាំងមួយយើងជាស្រីហ្នឹងទេប៉ុន្តែគាត់កំពុងតែបង្ហាញសមត្ថភាពរបស់គាត់ថាគាត់ក៏មានសមត្ថភាពដែរហើយគាត់ក៏ខ្លាំងដែរ
គាត់ក៏មានចេះគាត់ក៏ចេះគ្រប់គ្រងដែរហើយបើសិនជាក្នុងករណីថាអ្នកទាំងពីរកំពុងតែតានតឹងមួយគ្នាណាចាកំពុងតែតានតឹងកំពុងតែប្រឈមមុខមួយគ្នាបើសួរថាគេក្បត់យើងអត់គេអត់ក្បត់យើងទេអត់ក្បត់ទេណាសុខចិត្តបដែតទៅជាមួយយើងណាសុខចិត្តអមដំណើរយើងសុខចិត្តកំដរយើងទៅអញ្ចឹងតាមពិតទៅបើសិនតែយើងដូចថាស្វែងយល់ពីគ្នាបន្តិចរយចំណុចឃើញនៅក្នុងការសម្របសម្រួលគ្នាគឺអូខេព្រោះម្នាក់ហ្នឹងអត់បានមានគំនិតក្បត់យើងទេប៉ុន្តែតទៅមុខទៀតគឺគាត់បានគិតហើយថាគាត់នឹងបើថានិយាយរឿងលុយកាក់វិញគាត់គិតថាគាត់នឹងរលុយអីបន្ថែមមួយមុខទៀតផ្សេងទៀតដើម្បីបង្ហាញសមត្ថភាពឲ្យអ្នកដែលចូលចាប់ក្រុមអស L នេះក្រុមទី2នេះបានឃើញពីសមត្ថភាពរបស់គាត់ណាហ្នឹងហើយគាត់ចង់ឲ្យអ្នកស្ងើចសរសើរគាត់ណាគាត់ចង់ឲ្យអ្នកដូចថាបើសិនតែប្តីប្រពន្ធវិញដូចថាគាត់ចង់ឲ្យយើងរស់នៅដោយពឹងលើកម្លាំងញើសឈាមគាត់ណាហ្នឹងហើយគាត់ចង់ជួយយើងអីចឹងគាត់អត់ប៉ុន្តែឲ្យក្បត់អត់ក្បត់ទេមនុស្សនេះអត់ក្បត់ទេណាតែគាត់មានបំណងប្រាថ្នាប៉ុន្តែបើសិនជាក្នុងនេះបើសិនជាយើងក្បត់គាត់បានន័យថាគាត់ក៏មិនតល់ច្រកចឹងណាបើសិនជាយើងក្បត់គាត់បោះបង់គាត់ចោលគឺគាត់ចង់និយាយថាគាត់ក៏មិនតល់ច្រកគាត់ត្រូវរៀនរស់រៀនរកដោយខ្លួនឯងចាបែបហ្នឹងណាមនុស្សនេះមានគោលបំណងពីរអញ្ចឹងបើយើងមិនក្បត់គាត់គឺមនុស្សនេះអត់ក្បត់យើងដាច់ខាតណាកំដរយើងរហូតទោះបីជាក្នុងលក្ខណៈបែបណាជីវភាពបែបណាជួបរឿងរ៉ាវបែបណាគឺគាត់នៅកំដរយើងរហូតនិយាយទៅមនុស្សនេះកុំឲ្យតែយើងក្បត់គេចាកុំឲ្យតែយើងក្បត់គេតែដោយសារយើងប្រើសម្ដីដូចថាយើងដូចចាក់ចំបេះដូងគាត់មិនអាចរើរួចគាត់ក៏បានន័យថាបើរឿងលុយកាក់គាត់ខំរោអីផ្សេងទៀតដើម្បីបង្ហាញសមត្ថភាពឲ្យយើងបានឃើញណាហើយថ្ងៃក្រោយបើសិនជាយើងបោះបង់គាត់ក៏មានផ្លូវដើរដោយខ្លួនគាត់អាចចិញ្ចឹមខ្លួនឯងរស់ដោយមិនទាមទារអ្វីពីយើងទេណាអ្នកគ្រូមើលឃើញអញ្ចឹងណាគាត់ចង់ឲ្យឃើញលទ្ធផលមួយដូចថានៅស្ងៀមស្ងាត់ចេញលទ្ធផលមួយជាដុំកំភួនជាភាពជោគជ័យមួយដែលថាដោយគ្មានអ្នកណាដឹងណាហ្នឹងហើយយកមកបង្ហាញឲ្យអ្នកណាអ្នកដែលចាប់ក្រុមទី2ក្រុមអស L ណាចាហើយគាត់ពិតជាខ្លាចគាត់ខ្លាចណាគាត់ខ្លាចនឹងភាពក្រខ្សត់គាត់ចង់ឲ្យខ្លួនឯងនឹងមានសមត្ថភាពក្នុងការរកលុយគាត់អត់ចង់ឲ្យបានន័យថាគាត់អត់ចង់ឲ្យទំនាក់ទំនងយើងនឹងគាត់បើសិនជាប្តីប្រពន្ធវិញគ្រួសារណាគាត់អត់ចង់ឲ្យគ្រួសារហ្នឹងឬក៏ថាយើងទៅបានគ្នាជាគ្រួសារคล้ายទៅជាមនុស្សដែលថាខ្វះខាតទ្រព្យសម្បត្តិអត់ឃ្លានណារស់នៅលំបាកគឺគាត់អត់ចង់បែបហ្នឹងទេណាចាគាត់អត់ចង់បែបហ្នឹងទេអញ្ចឹងគាត់ត្រូវពង្រឹងខ្លួនឯងហើយគាត់គិតថារាល់ថ្ងៃហ្នឹងគាត់រកលុយបានតិចតកតងនឹងប្រាក់កាសគាត់រកលុយបានតិចលុយដែលគាត់រកបានដូចថាវាបវលឬថាប្រាក់ខែចូលមកឬចាយអស់អញ្ចឹងវាអត់មានអីសល់ជាដុំកពួនឬថាអ្នកខ្លះលុយហ្នឹងគឺបវលជាប់វាអត់តាន់មានអីជាដុំកពួនមួយអញ្ចឹងណាចាចូលតិចចូលច្រើនអីគឺវិលទៅមកអញ្ចឹងហ្នឹងហើយវាអត់តាន់មានលំនឹងវាអត់តាន់ថារោបានមកសល់ទុករោបានមកសល់ទុកវាអត់តាន់មានអាបែបហ្នឹងណាហ្នឹងហើយអ្នកចាប់ក្រុមទី2អញ្ចឹងហើយដោយអ្នកគ្រូប្រាប់អញ្ចឹងបើសួរថាគេក្បត់អត់អ្នកគ្រូថាអត់ក្បត់ទេគេនៅកំដរយើងជានិច្ចតែសុំកុំឲ្យយើងបោះបង់ចោលគេហើយគេក៏កំពុងតែរៀបចំផែនការជីវិតរបស់ខ្លួនគេដែរគេនឹងខំរកលុយដោយច្រើនជំរើសដើម្បីការពារខ្លួនគេបើយើងមិនបោះបង់គេក៏មិនបោះបង់យើងតែបើយើងបោះបង់គេក៏មិនក្បត់យើងធ្វើបាបយើងអីដែរប៉ុន្តែគេនឹងគេហៅថានឹងប្រើជីវិតរស់នៅដែលមានគេហៅថាមានប្រាក់ចំណូលច្បាស់លាស់សម្រាប់ខ្លួនគេ
ចាយ៉ាងហោចណាស់ក៏បានត្រឹមថាពវល់ទប់ទល់នឹងការចាយវាយការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃហ្នឹងបានគ្រប់គ្រាន់កុំឲ្យខ្វះខាតកុំឲ្យក្រខ្សត់ហើយមួយទៀតគាត់ក៏អត់ចង់ឲ្យជីវភាពអ្នកទាំងពីរហ្នឹងក្រខ្សត់ដូចគ្នាមិនថាយើងជាគ្រួសារប្តីប្រពន្ធឬសង្សារឬជាគូដណ្ដឹងអីទេគឺគាត់អត់ចង់បានន័យថាគាត់អត់ចង់ក្រខ្សត់ហ្នឹងហើយមនុស្សនេះខ្លាចភាពក្រខ្លាំងចាខ្លាចភាពក្រខ្លាំងហើយក៏ជាមនុស្សដែលឈ្មោះឈ្មោលទៅមុខដូចខ្លាំងដូចគ្នាណាព្រោះរាល់ថ្ងៃគាត់គាត់ថាគាត់អាចថាអាយុនៅតិចនៅក្មេងឬក៏ថាគាត់រាល់ថ្ងៃដូចកំភ្លុកកំផ្លាញដល់ហើយចាលុយចូលមកចេញទៅលុយចូលមកចេញទៅចាដូចអត់មានលំនឹងរឿងលុយកាក់សោះចាបើមនុស្សចាស់គេមានលុយនឹងថឹងណាចូលមកលុយតុបមានតុបខ្លះមានចាយខ្លះប៉ុន្តែសម្រាប់គាត់វិញអត់ទេចូលមកវិលខ្ញាល់ហ្មងចាលុយត្រូវចំណាយចាចូលដើមខែចុងខែអស់អញ្ចឹងទៅបែបហ្នឹងណាអ្នកចាប់ក្រុមទី2អញ្ចឹងនិយាយរួមមកបើសួរថាគេក្បត់យើងអត់ក្បត់ទេតែសុំឲ្យចិត្តយើងស្មោះត្រង់ជាមួយគេដូចគ្នាចាបើយើងក្បត់គេនឹងរៀនរស់ជារបៀបគេណាចាអ្នកចាប់ក្រុមទី2អញ្ចឹងអ្នកគ្រូមើលប៉ុណ្ណឹងអ្នកគ្រូនឹងបន្តទៅក្រុមទី3ចាក្រុមទី3គឺយើងចាប់បាន select ឬ full ណាចាអញ្ចឹងយើងមកមើលថាតើក្រុមទី3គេក្បត់អ្នកឬទេណាចាយើងមកមើលពីទឹកចិត្តរបស់គេថាគេក្បត់យើងអត់ណាអ្នកខ្លះគាត់ព្រួយច្រើនកាត់ច្រើនសង្ស័យច្រើនចាចរិតធម្មជាតិរបស់គាត់មកណាពិសេសមនុស្សស្រីចាដែលគាត់ព្រួយបារម្ភច្រើនគាត់កាត់ច្រើនគាត់ខ្វល់ខ្វាយច្រើនគាត់មានសម្ពាធច្រើនផ្លូវចិត្តណាហ្នឹងហើយអញ្ចឹងយើងអាចបន្ទោសគាត់បានដែរចាយើងអាចបន្ទោសបានទេអញ្ចឹងយើងមកមើលដៃគូយើងក្បត់យើងអត់ណាចាអ្នកចាប់ក្រុមទី3អ្នកគ្រូមើលទៅបើសួរថាគេក្បត់អ្នកអត់ចាមករយៈនេះគេអាចថាហត់នឿយចិត្តខ្លាំងហើយជីវិតគេមករយៈនេះចង់មានសេរីភាពចាដូចថាទ្រព្យសម្បត្តិរកបានហើយកាត់ចង់ដើរលេងកាត់ចង់ទៅនេះទៅនោះលំហែកាយចាហើយមិនចង់ដើរជាមួយអ្នកណាទេនិយាយទៅដូចថាដូចនឿយណាយចិត្តជាមួយនឹងទំនាក់ទំនងនឿយណាយចិត្តជាមួយនឹងមនុស្សជុំវិញខ្លួនដែលធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាអត់ចង់ទុកចិត្តអ្នកណាហើយអត់ចង់និយាយជាមួយអ្នកណាទេចង់ធ្វើអីម្នាក់ឯងចង់កំសាន្តម្នាក់ឯងទៅកន្លែងណាដែលមានទឹកទៅកន្លែងណាដែលមានធម្មជាតិស្ងប់ស្ងាត់ស្ដាប់សំឡេងទឹកជ្រោះចាមានត្រឹមតែមិត្តម្នាក់ឬក៏ថាសត្វមួយក្បាលទៅជាមួយក៏អស់ចិត្តណាគឺបែបហ្នឹងមករយៈនេះដូចថាគាត់ហត់នឹងមនុស្សគាត់ហត់នឹងមនុស្សហត់នឹងទំនាក់ទំនងហត់នឹងមិត្តភ័ក្តិហត់នឹងដៃគូមករយៈនេះអាចថាគាត់ចង់លំហែចាចង់លំហែហើយឥឡូវយើងមកមើលថាគេក្បត់យើងអត់អ្នកគ្រូចង់ប្រាប់ថាមករយៈនេះគឺគ្រប់យ៉ាងគាត់ក៏អត់យល់ខ្លួនគាត់ដែរណាគាត់ក៏អត់យល់ខ្លួនគាត់ដែរដោយអ្នកគ្រូគាត់ប្រាប់ថាគាត់ដូចហត់នឿយចិត្តណាមិនដឹងថានិយាយថាមិនឲ្យវាត្រូវជាមួយនឹងគាត់ឬក៏ថាគាត់មិនដឹងថាត្រូវគិតអីធ្វើអីមករយៈនេះហើយអ្នកដែលចូលចាប់ក្រុមទី3ក្រុមអក្សរ M ដៃគូរបស់យើងគឺគាត់មានលុយកាក់នៅក្នុងខ្លួនហើយគាត់គិតថាគាត់ហត់នឿយហើយអញ្ចឹងគាត់ចង់លំហែម្នាក់ឯងចង់លំហែដែលមិនមានបាក់ពួកច្រើនចាហើយគាត់បានន័យថាមករយៈនេះគាត់អាចជាស្ងៀមស្ងាត់តែបើសួរថាស្ងៀមស្ងាត់ហ្នឹងគាត់មានដៃគូផ្សេងអត់មករយៈនេះមានគេស្រឡាញ់គាត់ច្រើនប៉ុន្តែចិត្តរបស់គាត់វិញអ្នកគ្រូឃើញថាគាត់មានជំរើសច្រើនហើយគាត់ពិបាកនៅក្នុងការសម្រេចចិត្តអ្នកចាប់ក្រុមទី3ណាចាគាត់អត់តន់មិនអាចនិយាយថាក្បត់ទេព្រោះដោយសារតែគាត់អត់តន់សម្រេចចិត្តតែមានអ្នកតាមស្រឡាញ់គាត់ច្រើនណាមករយៈហ្នឹងអ្នកចាប់ក្រុមទី3មិនថាយើងស្រីឬប្រុសទេ
ឬមានគ្រួសារអ្នកនៅលីវចាមានដៃគូមានសង្សារមានក្រាស់មានអីឯងត្រូវដឹងថាមនុស្សដែលយើងគិតដល់ហ្នឹងគឺគាត់មួយរយៈនេះគាត់មានទ្រព្យសម្បត្តិមានស្នេហ៍ណាហ្នឹងហើយតែគាត់អត់ដឹងថាគាត់ធ្វើអីមួយឲ្យត្រូវទេមួយរយៈនេះរបៀបថាអ្នកនេះក៏ល្អអ្នកនោះក៏ល្អអ្នកនេះក៏ស្រឡាញ់អ្នកនោះក៏ស្រឡាញ់គាត់សម្រេចចិត្តអត់ចេញគាត់ក្លាប់ចាក់ឲ្យគាត់គិតអត់ចេញទេពេលដែលគាត់គិតអត់ចេញគាត់ចង់ពិសោធន៍មនុស្សដូចគ្នាណាគាត់ចង់ដឹងថាតើអ្នកណាដែលគិតដល់គាត់ខ្លាំងជាងគេហើយគាត់ដកឃ្លាពីមនុស្សដែលស្រឡាញ់គាត់ដកឃ្លាពីទំនាក់ទំនងសពគ្រប់បែបយ៉ាងហើយនៅម្នាក់ឯងឬក៏ថាដើរទៅណាឆ្ងាយម្នាក់ឯងទៅតាមខេត្តឬក៏ថាទៅលេងកន្លែងរមណីយដ្ឋានណាមួយទៅកន្លែងណាមួយដែលស្ងប់ស្ងាត់ម្នាក់ឯងមានអំណាចគ្រប់គ្រាន់នៅក្នុងការស្ទង់មើលចិត្តខ្លួនឯងថាគាត់ស្រឡាញ់អ្នកណាឲ្យប្រកបគាត់ត្រូវជ្រើសអ្នកណាទៅជីវិតគាត់នឹងរស់នៅបានក្តីសុខរស់នៅតិចតិចុំឬក៏ថាខ្លាយជាគ្រួសារដែលរឹងមាំណាអញ្ចឹងគាត់កាត់អត់ចេញទេមួយរយៈនេះគឺត្រូវដកឃ្លាទៅគិតដែរចាត្រូវដកឃ្លាទៅគិតដែរថាបេះដូងគាត់ត្រូវការអ្នកណាឲ្យប្រកបខួរក្បាលគាត់គិតដល់អ្នកណាមុនគេឲ្យប្រកបអ្នកណាទៅជាមនុស្សស្រីឬមនុស្សប្រុសដែលចូលមកនៅក្នុងជីវិតរបស់គាត់នឹងបានយូរអង្វែងហើយពោពេញទៅដោយសុភមង្គលបានពិតប្រាកដណាគាត់ដកឃ្លាយកទៅកាត់តែមួយរយៈហ្នឹងណាចាពោមានជំរើសច្រើនគាត់មានជំរើសច្រើនមានគេស្រឡាញ់គាត់ច្រើនចាសំបីតែគាត់ទៅឆ្ងាយហើយអ្នកគ្រូឃើញថាមានទំនាក់ទំនងតាមទូរស័ព្ទដែលសួរនាំគាត់ហ្នឹងក៏ច្រើនដូចគ្នាណាចាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថារវាងអ្នកនិងគាត់គឺអត់ទាន់សន្មត់ថាជាគូទេប៉ុន្តែវាជាជំរើសគាត់និងយើងបើន័យថាយើងជាជំរើសមួយរបស់គាត់ដូចគ្នាលេខគាត់ដល់គូហើយចាលេខគាត់ដល់គូណាទេវតាឲ្យពោហើយចាទេវតាឲ្យពោគាត់ហើយណាយើងស្ថិតនៅក្នុងជំរើសមួយរបស់គាត់ចាស្ថិតនៅក្នុងជំរើសមួយមិនមែនថាគេស្រឡាញ់គាត់ច្រើនគាត់គិតដល់គេគ្រប់គ្នាអត់មានគិតដល់យើងអត់ទេយើងក៏ជាជំរើសរបស់គាត់ដែរណាតែគាត់កំពុងតែក្លាប់ចាក់អត់ដឹងថាជ្រើសអ្នកណាណាអញ្ចឹងអ្នកគ្រូមើលបន្ថែមថាគាត់ជ្រើសយើងឬជ្រើសគាត់ណាក្រុមនេះហើយបើសួរថាគាត់ក្បត់យើងអត់ទាន់ថាក្បត់ហើយក៏អត់ទាន់ថាល្អឬក៏គិតជាមួយយើងយ៉ាងណាអត់ទេមនុស្សនេះនៅលំហែនៅឡើយនៅគិតនៅឡើយនៅវិភាគនៅឡើយណាចាមិនទាន់សម្រាប់ថាអ្នកណាទេចាអ្នកគ្រូមើលបន្ថែមឲ្យគឺជំរើសមានតែមួយទេអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នាចូលមកមើលបៀនអ្នកគ្រូណែនាំគឺអ្នកណាដែលថាតាក់តងគាត់មុនគេឬនឹកកាត់ដល់គាត់មុនគេចានៅក្នុងពេលព្រឹកព្រលឹមអ្នកណាដែលគិតទៅគាត់មុនគេអ្នកណាដែលខលទៅគាត់មុនគេអ្នកណាដែលតាក់តងទៅគាត់មុនគេនៅពេលព្រឹកព្រលឹមគឺគាត់សម្រេចចិត្តយកអ្នកនោះណាចាព្រោះម្នាក់អ្នកគ្រូគិតថាអ្នកគ្រូមើលឃើញទៅថាមានសារៈសំខាន់រៀងខ្លួនដោយថាអ្នកទី1ល្អបែបនេះអ្នកលេខទី2ល្អបែបនេះអ្នកទី3ល្អបែបនេះល្អក្នុងជ្រុងមួយផ្សេងគ្នាទាំងអស់ចាអត់មានអ្នកណាមួយអាក្រក់ទេគ្រាន់តែថាតិចហើយនឹងច្រើនសម្រាប់គាត់ណាសិតតែល្អទាំងអស់សិតតែជាជំរឿសល្អប៉ុន្តែអ្នកគ្រូណែនាំថាបើសិនជាអ្នកចង់ឲ្យគាត់ជ្រើសអ្នកគឺអ្នកទាំងអស់គ្នាត្រូវខលទៅគាត់តាក់ទងទៅគាត់មុនគេបង្អស់នៅក្នុងពេលព្រឹកព្រលឹមចាបានន័យថាយើងក្រោកស្មាមានយើងតាក់ទងទៅគាត់ស្មាហ្នឹងមិនថាពេលព្រឹកឬពេលមិនព្រឹកអីទេបានន័យថានៅរាល់ពេលអ្នកភ្ញាក់ពីគេងគឺអ្នកបានតាក់ទងទៅគាត់បានន័យថាយើងកំពុងបង្ហាញប្រាប់គាត់ថាអារម្មណ៍របស់យើងគឺគិតដល់គាត់មុនគេមុននឹងធ្វើអ្វីទាំងអស់ចាយើងនឹងខ្លាយទៅជាជំរើសរបស់គាត់យើងនឹងខ្លាយទៅជាមនុស្សដែលគាត់ជ្រើសយកណាចាព្រោះមានឃើញលេខជ្រើសយកជាគូណាអញ្ចឹងអ្នកដែលតាក់ទងទៅគាត់មុនគេគិតដល់គាត់មុនគេព្រួយបារម្ភពីគាត់ជាងគេ
យើងនឹងคล้ายទៅជាជំរឿសរបស់គាត់ដែលគាត់ត្រូវជ្រើសយកម្នាក់ណាចាហើយមួយទៀតអ្នកគ្រូក៏ណែនាំដែរថាអ្នកចាក់ក្រុមទី3គាត់គឺជាមនុស្សដែលគិតរឿងអំណាចខ្លាំងណាគាត់មិនមែនជាមនុស្សគិតរឿងសុភមង្គលជាធំទេគាត់មិនមែនគិតថាធ្វើគាត់សុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីគ្រួសារមានសេចក្តីសុខសុភមង្គលគាត់មិនមែនគិតអញ្ចឹងណាមនុស្សគាត់នេះគិតផ្សេងអ្នកខ្លះមនុស្សប្រុសខ្លះមនុស្សស្រីខ្លះហ៊ានលះបង់គ្រប់សពបែបយ៉ាងដើម្បីឲ្យគ្រួសារមានសុភមង្គលប៉ុន្តែគាត់នេះអត់ដូចអ្វីដែលអ្នកទាំងអត់ដូចអ្នកផ្សេងទេណាចាអ្វីដែលគាត់គិតគឺអ្នកណាឲ្យគាត់មានអំណាចខ្លាំងអ្នកណាគោរពគាត់ខ្លាំងអ្នកណាចាត់ទុកគាត់ជាមេគ្រួសារខ្លាំងអ្នកណាឲ្យតម្លៃគាត់ខ្លាំងគាត់ជ្រើសយកអ្នកនោះចាមនុស្សនេះអញ្ចឹងណាចាមិនមែនសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីគ្រួសារទេប៉ុន្តែអ្នកណាគោរពខ្លាំងគោរពគាត់ខ្លាំងឬក៏ថាធ្វើតាមគាត់ខ្លាំងឬក៏ថាឲ្យតម្លៃគាត់ខ្លាំងឬក៏ថាយើងដូចថាឲ្យគាត់មានអំណាចលើយើងខ្លាំងគាត់ជ្រើសយកអ្នកនោះជាគ្រួសារគាត់ត្រូវការគេហៅថាធ្វើជាមេគ្រួសារចរិតរបស់គាត់គឺចង់ធ្វើជាមេគ្រួសារមានលុយមានអំណាចនៅក្នុងដៃមានសិទ្ធិសម្រេចគ្រប់យ៉ាងនៅក្នុងជីវិតរស់នៅរបស់គាត់រហូតដល់ថ្ងៃគាត់ស្លាប់មនុស្សនេះអញ្ចឹងអ្នកណាឲ្យសិទ្ធិគាត់គឺគាត់ជ្រើសយកអ្នកនោះចានេះគឺជាសារណែនាំបើសិនជាយើងចង់ធ្វើជាគូរបស់គាត់បើយើងចង់បានគាត់ជាគូតើតែយើងឲ្យតម្លៃគាត់ឲ្យគាត់ជាអ្នកសម្រេចសពគ្រប់បែបយ៉ាងស្រឡាញ់គាត់គោរពគាត់ធ្វើតាមគាត់អូខេយើងនឹងคลายទៅជាជំរើសមួយរបស់គាត់ដែលព្រមកាន់ដៃគ្នាឈានដល់អាពាហ៍ពិពាហ៍ណាបើយើងហ៊ានធ្វើបានបើយើងព្រមធ្វើគឺគាត់នឹងជ្រើសអ្នកដែលចាប់ក្រុមទី3ណាក្រុមអក្សរ M ចាអញ្ចឹងអ្នកគ្រូមើលប៉ុណ្ណឹងសម្រាប់ក្រុមទី1ក្រុមទី2និងក្រុមទី3អ្នកគ្រូជូនពរឲ្យអ្នកទាំងអស់គ្នាសម្រេចក្តីប្រាថ្នាណាចាអរគុណច្រើន